ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកបន្តមេរៀនរបស់យើងទៀតគឺរៀនជាមួយពាក្យវិញម្ដងហើយពាក្យដែលយើងត្រូវរៀនថ្ងៃនេះខ្ញុំបូកជាមួយនឹងទម្រង់ imnida imnika ហើយនឹង EAO សម្រាប់បងប្អូនយកទៅប្រើប្រាស់ផងដែរឥឡូវយើងរៀនពាក្យសិនបងប្អូនអរគ្នាពាក្យទី1របស់យើងគឺហាក់សែងហាក់សែងគឺសិស្សបងប្អូនអរគ្នាយើងអានថាហាក់សែងហាក់សែងសិស្សហើយពាក្យទី2របស់យើងគឺសនសេងនីមសនសេងនីមសនសេងនីមគ្រូបង្រៀនពាក្យទី3របស់យើងគឺអ៊ុយសាអ៊ុយសាគ្រូពេទ្យបងប្អូនអរគ្នាអ៊ុយសាហើយពាក្យទី4របស់យើងគឺហាក់គយោហាក់គយោហាក់គយោសាលារៀនបាទអញ្ចឹងបងប្អូនអានឡើងវិញទាំងអស់គ្នាមកហាក់សែងសិស្សសនសេងនីមគ្រូបង្រៀនអ៊ុយសាគ្រូពេទ្យហាក់គយោសាលារៀនឥឡូវយើងចូលមកដល់ Piochon បងប្អូនអរគ្នាកន្សោមពាក្យបាទយើងយកពាក្យដែលយើងរៀនហើយមិញយកទៅបូកជាមួយនឹងទម្រង់ imnida imnika ហើយនឹង EAO បាទពាក្យដែលយើងរៀនហើយមិញគឺហាក់សែងសនសេងនីមអ៊ុយសាហាក់គយោអញ្ចឹងទម្រង់ imnida ហើយនឹង imnika នេះគឺជាទម្រង់គួរសមបែបផ្លូវការបងប្អូនអរគ្នាដែលគេប្រើកន្លែងផ្លូវការដូចជាការសរសេរអត្ថបទឬក៏កន្លែងសន្និសីទកាសែតដែលគេប្រើផ្លូវការបងប្អូនអរគ្នាហើយទម្រង់ EAO នេះគឺជាទម្រង់គួរសមដែរតែអត់ផ្លូវការទេបងប្អូនអរគ្នាគឺគេប្រើសម្រាប់ការនិយាយទូទៅការនិយាយទាក់ទងគ្នាទូទៅហ្នឹងហើយ imnida នេះគឺជាទម្រង់ប្រាប់ imnida ឧទាហរណ៍ថាហាក់សែង imnida ហាក់សែង imnida គឺជាសិស្សហាក់សែង imnida សនសេងនីម imnida គឺជាគ្រូបង្រៀនសនសេងនីម imnida គឺជាគ្រូបង្រៀនអ៊ុយសា imnida អ៊ុយសា imnida គឺជាគ្រូពេទ្យហាក់គយោ imnida ហាក់គយោ imnida គឺជាសាលារៀនបាទ imnida នេះគឺជាទម្រង់គឺជាហើយបើជាទម្រង់សំណួរវិញគេប្រើ imnika បងប្អូនអរគ្នាឧទាហរណ៍ថាហាក់សែង imnika ហាក់សែង imnika តើជាសិស្សមែនទេឬក៏តើជាសិស្សឬហាក់សែង imnika តើជាសិស្សមែនទេសនសេងនីម imnika តើជាគ្រូបង្រៀនមែនទេហាក់សែង imnika អ៊ុយសា imnika អ៊ុយសា imnika គឺជាគ្រូពេទ្យមែនទេហាក់គយោ imnika ហាក់គយោ imnika តើជាសាលារៀនមែនទេបាទអញ្ចឹងនៅពេលដែលយើងប្រាប់គេថាគឺជាយើងប្រើ imnida ហើយពេលដែលយើងសួរគេថាតើគឺជាឬយើងប្រើ imnika អញ្ចឹង imnika នេះគឺជាប្រយោគសំណួរបងប្អូនអរគ្នាឥឡូវយើងចូលមកដល់ទម្រង់ EAO ម្ដងបងប្អូនអរគ្នាហើយទម្រង់ EAO នេះគឺជាទម្រង់គួរសមតែអត់ផ្លូវការទេបងប្អូនអរគ្នាដែលគេប្រើសម្រាប់ការនិយាយទូទៅការនិយាយសន្ទនាទូទៅតែគេអត់ប្រើជាមួយនឹងកន្លែងផ្លូវការទេបងប្អូនអរគ្នាហើយ EAO នេះគឺជាទម្រង់គឺជាដូចជាមួយនឹង imnida imnika នឹងបងប្អូនអរគ្នាហើយទម្រង់សំណួរក៏គេប្រើ EAO EAO នឹងដែរបងប្អូនអរគ្នាគ្រាន់តែគេដាក់សញ្ញាសួរឧទាហរណ៍ថាហាក់សែង EAO ហាក់សែង EAO តើគឺជាសិស្សមែនទេណែហាក់សែង EAO ណែហាក់សែង EAO បាទគឺជាសិស្សសនសេងនីម EAO សនសេងនីម EAO តើគឺជាគ្រូបង្រៀនមែនទេណែសនសេងនីម EAO ណែសនសេងនីម EAO បាទគឺជាគ្រូបង្រៀនអ៊ុយសា
의사예요. 의사예요. 그지 그룹 멘테. 네. 의사예요. 네. 의사예요. Bà, 의사នេះគេប្រើយាយយោដោយសារតែបញ្ចប់ដោយស្រៈបងប្អូនអរគ្នាអញ្ចឹងបញ្ចប់ដោយស្រៈគេប្រើយាយយោបញ្ចប់ដោយជញ្ញៈគេហៅផាត់ឈីមហ្នឹងបញ្ចប់ដោយផាត់ឈីមហ្នឹងគេប្រើអ៊ីអេយោបាទហាក់គោហាក់គោយាយយោហាក់គោយាយយោគឺជាសាលាមែនទេណែហាក់គោយាយយោណែហាក់គោយាយយោបាទឥឡូវខ្ញុំសូមឲ្យបងប្អូនអរគ្នាអានឡើងវិញហើយបើអាចបងប្អូនទាំងអស់គ្នាសរសេរឡើងវិញបងប្អូនអរគ្នានៅពេលដែលបងប្អូនសរសេរហើយនឹងអានឲ្យបានច្រើនបងប្អូននឹងចាំបានច្រើនដែរបងប្អូនអរគ្នាជាពិសេសការសរសេរនឹងឆាប់ចាំលឿនបងប្អូនអរគ្នាទី1ហាក់សែងអ៊ីមនីដាហាក់សែងអ៊ីមនីដាហាក់សែងអ៊ីមនីកាហាក់សែងអ៊ីមនីកាហាក់សែងអ៊ីអេយ៉ូហាក់សែងអ៊ីអេយ៉ូ선생님 선생님입니다 선생님입니다 선생님입니까 선생님입니까 선생님이에요 선생님이에요 의사 의사입니다 의사입니다 의사입니까 의사입니까 의사예요 의사예요 학교 학교입니다 학교입니다 학교입니까 학교입니까 학교예요 학교예요 អញ្ចឹងនៅពេលដែលបងប្អូនទាំងគ្នាចង់សួរថាតើគឺជាសាលារៀនមែនទេ 학교예요 학교예요 បើប្រាប់គេថាគឺជាសាលា 학교예요 학교예요 គឺជាសាលារៀនបាទហើយមេរៀនអំពីពាក្យថ្ងៃនេះខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងហើយកុំឲ្យវែងពេកបងប្អូនទាំងគ្នាហើយខ្ញុំសូមបងប្អូនជួយចុច like ហើយនឹងដាក់រូបបណ្ដឹងឲ្យខ្ញុំមួយផងអ្នកដែលអត់ទាន់ subscribe ជួយ subscribe ខ្ញុំមួយផងដើម្បីលើកទឹកចិត្តឲ្យខ្ញុំប្រឹងធ្វើមេរៀនបន្តទៀតបាទអរគុណបងប្អូនអរគ្នាជម្រាបលាជួបគ្នានៅវីដេអូក្រោយបងប្អូនអរគ្នាបាយបាយ